នេះជាវីដេអូមួយពីការប្រើប្រាស់កាមេរ៉ាតាហោះ Hero X5AS ដំបូងយើងត្រូវ download ជាមួយនឹងកម្មវិធី DMSS នៅក្នុង App Store ឬមួយក៏ Play Store រួចចុច Sign Up ដើម្បីបង្កើត account ជាមួយនឹង DMSS កន្លែងនេះយើងចង់បង្កើតជាមួយនឹងលេខទូរស័ព្ទក៏បាន Email ក៏បានរួចបង្កើតជាមួយនឹង Password ត្រូវមានចាប់ពី8ខ្ទង់ឡើងទៅហើយត្រូវលាយឡំជាមួយនឹងអក្សរធំនិងសញ្ញាពិសេសបន្ទាប់មកចុចពាក្យ verification code ហើយត្រូវធ្វើការ verify មួយសិនបន្ទាប់មកវានឹងផ្ញើលេខកូដសម្ងាត់ចូលទៅកាន់លេខ Telegram របស់យើងហើយឬមួយក៏វា send ទៅ email ជំហានបន្ទាប់យើង copy លេខកូដនឹងមករួចផាសចូលទៅក្នុង app DMSS តែប៉ុណ្ណឹងគឺយើងបង្កើត account បានជោគជ័យហើយជំហានដំបូងយើងទាញឡានកាមេរ៉ាឡើងលើមករួចយើងសោក memory ចូលទៅយើងត្រូវសោកកាប់ memory ចុះក្រោមរួចចកត់ចូលហើយដោតជាមួយនឹងឆ្នាំងសាររបស់កាមេរ៉ាបើសិនជាយើងចង់ប្រើជាមួយនឹងខ្សែ LAN អ៊ីនធឺណិតយើងអាចដោតចូលរុននេះបានរួចរងចាំកាមេរ៉ាដំណើរការរួចរាល់សិនបន្ទាប់មកចូលទៅក្នុង app ចុចសញ្ញាបូកនិងចុចពាក្យ scan រួចយកទៅ scan ជាមួយនឹង QR code របស់កាមេរ៉ាបន្ទាប់មកចុច nextកន្លែងនេះបំពេញជាមួយនឹង password Wi-Fi របស់យើងហើយត្រូវប្រើជាមួយនឹង Wi-Fi 2.4G បន្ទាប់មកចុច next រួចធ្វើការរងចាំវាបន្តិចសិននៅពេលដែលវាដំណើរការរួចរាល់ចុច next ចុច get start តែប៉ុណ្្នឹងគឺយើង add កាមេរ៉ារួចរាល់ហើយចំពោះប៊ូតុងរូបកាមេរ៉ាមួយនេះគឺវាថតរូបសញ្ញាចេញពីកាមេរ៉ាផ្ទាល់ហើយកាមេរ៉ាមួយនេះវិញគឺវាថតវីដេអូចេញពីកាមេរ៉ាផ្ទាល់ឯរូប macro មួយនេះវិញគឺសម្រាប់យើងនិយាយឆ្លងចេញពីទូរស័ព្ទទៅកាន់កាមេរ៉ាសុវត្ថិភាពចំពោះកន្លែងមួយនេះវិញគឺជាកន្លែងសម្រាប់យើងជ្រើសរើស resolution របស់កាមេរ៉ា record ចំពោះកន្លែងនេះវិញគឺជាមុខងារ privacy mode គឺវាធ្វើការបិទ LAN ដើម្បីរក្សាឯកជនភាពរបស់យើងចំពោះប៊ូតុងមួយនេះវិញគឺចំពោះកន្លែងនេះវិញគឺជាមុខងារ privacy mode គឺវាធ្វើការបិទ LAN ដើម្បីរក្សាឯកជនភាពរបស់យើងចុងគេមួយនេះវិញគឺសម្រាប់បើកភ្លេង sirenហើយកន្លែង joystick មួយនេះវិញគឺកន្លែងសម្រាប់យកមកវិលកាមេរ៉ា360 degree កន្លែងមុខងារ playback មួយនេះវិញគឺសម្រាប់យើងមើលវីដេអូចាស់ៗដែលកាមេរ៉ាបាន record ទុកហើយយើងអាចជ្រើសរើសថ្ងៃខែនិងម៉ោងដែលយើងចង់មកវិលទៅមើលបានចំពោះកន្លែង event មួយនេះវិញគឺជាវីដេអូសំខាន់នៅពេលដែលកាមេរ៉ាចាប់បានសកម្មភាពអ្វីមួយគឺវាធ្វើការ record ទុកនៅកន្លែងមួយហ្នឹងបើយើងចុចខ្សែខាងលើមួយនេះគឺយើងចូលទៅកាន់ setting ចំពោះមុខងារដំបូងគេគឺជាមុខងារ Wi-Fi កន្លែងនេះយើងអាចធ្វើការផ្លាស់ប្ដូរ Wi-Fi បានប៉ុន្តែអាចប្រើបានតែ Wi-Fi 2.4G តែប៉ុណ្ណោះមុខងារបន្ទាប់គឺជាកន្លែង AI detection បើយើងចូលកន្លែង Smart Motion Detection នេះមកមុខងារដំបូងគេគឺជាមុខងារ Scene Change មុខងារមួយហ្នឹងបើសិនជាយើងបើកទៅនៅពេលដែលមានអ្វីបាំង LAN កាមេរ៉ាឬមួយក៏មាននរណាម្នាក់ព្យាយាមកាច់ LAN កាមេរ៉ាគឺវានឹងផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងឲ្យបានដឹងមុខងារបន្ទាប់គឺជាមុខងារ Human Detection មុខងារមួយហ្នឹងបើយើងបើកទៅហើយមានមនុស្សឆ្លងកាត់កាមេរ៉ាគឺវានឹងផ្ញើសារមកកាន់យើងឲ្យបានដឹងមុខងារបន្ទាប់គឺជាមុខងារ Pet Detection មុខងារមួយហ្នឹងនៅពេលដែលយើងបើកទៅគឺវានឹងធ្វើការចាប់ទៅលើសកម្មភាពសត្វឆ្កែឬមួយក៏សត្វឆ្មាហើយនៅពេលដែលវាចាប់បានគឺវានឹងផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងឲ្យបានដឹងចំពោះមុខងារ Auto Tracking វិញនៅពេលដែលយើងបើកទៅហើយនៅពេលដែលមានសកម្មភាពអ្វីមួយឆ្លងកាត់កាមេរ៉ាគឺវានឹងធ្វើការបង្វិលងារទៅតាមសកម្មភាពមួយហ្នឹងចំពោះកន្លែង detection area មួយនេះវិញយើងអាចធ្វើការដាក់គំនូរ zone នៅតំបន់ជាក់លាក់មួយណាបានហើយនៅពេលដែលមានសកម្មភាពអ្វីមួយឆ្លងកាត់ zone មួយហ្នឹងគឺវានឹងផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងហើយមុខងារ detection sensitivity វិញបើយើង set level ទាបគឺមុខងារ detection មិនសូវចាប់នោះទេបើយើងដាក់ level ខ្ពស់ទោះបីជាមានសកម្មភាពតិចតួចមុខងារ detection នៅតែដំណើរការចំពោះកន្លែង period មួយនេះវិញយើងអាចធ្វើការដាក់ schedule បានបើសិនជាយើងចង់ឲ្យមុខងារ detection ដំណើរការនៅម៉ោងណាមួយឬថ្ងៃណាមួយយើងអាច set នៅកន្លែងនេះដោយយើងអាចជ្រើសរើសថ្ងៃខែនិងម៉ោងដែលវាមានម៉ោងចាប់ផ្ដើមនិងម៉ោងបញ្ចប់នៅពេលដែលយើង set ហើយយើងចុច save មកគឺមុខងារ detection នឹងដំណើរការតាមការវិភាគហ្នឹងហើយចំពោះមុខងារ audio detection មួយនេះវិញបើសិនជាមានសំឡេងអ្វីមួយមិនប្រក្រក្តីដូចជាសំឡេងបែកកញ្ចក់ឬមួយក៏សំឡេងខ្លាំងនៅពេលដែលកាមេរ៉ាចាប់បានគឺវានឹងផ្ញើសារមកកាន់ទូរស័ព្ទដៃរបស់យើងឲ្យបានដឹងហើយយើងក៏អាច set ជាមួយនឹង sensitivity របស់វាបានផងដែរបើយើងដាក់ high តោះតែសំឡេងឮខ្លាំងទើបវាធ្វើការ detect បើយើងដាក់ medium ឬមួយក៏ low ទោះបីសំឡេងខ្សោយឬមួយក៏សំឡេងធម្មតាគឺវានឹងធ្វើការ detect ភ្លាមមុខងារបន្ទាប់គឺជាមុខងារ AI linkage មុខងារដំបូងគឺជាមុខងារ siren
មុខងារមួយនឹងនៅពេលដែលកាមេរ៉ា detect បានអ្វីមួយគឺវានឹងបញ្ចេញសំឡេងសរ៉ែនភ្លាមៗហ្មងហើយយើងធ្វើការសេរីកម្រិតសំឡេងសរ៉ែនបានផងដែរហើយយើងក៏អាចជ្រើសរើសប្រភេទសរ៉ែនបានផងដែរចង់ប្រើប្រាស់ជាភាសាក៏បានឬមួយក៏សំឡេងសរ៉ែនក៏បានហើយមុខងារមួយទៀតគឺជាមុខងារបាញ់ភ្លើង spotlight មុខងារមួយហ្នឹងនៅពេលដែលយើងបើកទៅហើយកាមេរ៉ាចាប់បានសកម្មភាពអ្វីមួយគឺវានឹងធ្វើការបាញ់ភ្លើង spotlight មកភ្លាមៗហ្មងហើយយើងក៏អាចសេរីជាម៉ូដរបស់ភ្លើងក៏បានដែរមានមុខងារបាញ់ជា flash ឬមួយក៏បើកភ្លើង spotlight ជាប់ហើយក៏អាចសេរីជាមួយកម្រិតពន្លឺបានដូចគ្នាហើយយើងក៏អាចសេរីចំណុចវិនាទីរបស់វាបានផងដែរម្យ៉ាងទៀតយើងក៏អាចសេរីជាមួយនឹង period របស់ spotlight បានដូចគ្នាដែលឧទាហរណ៍យើងអាចធ្វើការឲ្យវាដំណើរការនៅតែពេលយប់និងបិទនៅពេលថ្ងៃចំពោះកន្លែង video iMac វិញបើសិនជាកាមេរ៉ារបស់យើងបង្ហាញរូបភាពមិនច្បាស់យើងអាចបើកកន្លែង rotate នេះបានចំពោះ detection box មួយនេះវិញគឺវាធ្វើការដាក់ជាប្រអប់ទៅលើ object ដែលវាចាប់បានចំពោះនៅក្នុងកន្លែង night mode វិញគឺជាមុខងារថតនៅពេលយប់មុខងារដំបូងគេគឺជាមុខងារ motion spotlight នៅពេលដែលយើងបើកមុខងារមួយហ្នឹងគឺវានឹងបាញ់ភ្លើង spotlight នៅពេលយប់បើសិនជាមានសកម្មភាពអ្វីមួយឆ្លងកាត់កាមេរ៉ាបើយើងប្រើប្រាស់ជាមួយនឹងមុខងារ spotlight in low light វិញគឺវានឹងធ្វើការបាញ់ភ្លើង spotlight ពេញមួយយប់ដើម្បីថតជា color រហូតប៉ុន្តែបើយើងប្រើជាមួយនឹងមុខងារ black and white vision វិញគឺកាមេរ៉ានឹងថតជាសខ្មៅនៅពេលយប់បើយើង close illustration វិញកាមេរ៉ាមិនប្រើប្រាស់មុខងារ night mode នោះទេគឺវាប្រើប្រាស់ភ្លើងមជ្ឈដ្ឋានខាងក្រៅដើម្បី record ចំពោះនៅកន្លែង recording មួយនេះវិញបើយើងប្រើមុខងារ full day recording គឺវានឹងធ្វើការ record ជាប់រហូតប៉ុន្តែយើងអាច set ជា schedule បានដែលយើងអាច set តាមថ្ងៃនិងម៉ោងចាប់ផ្ដើមនិងម៉ោងបញ្ចប់ប៉ុន្តែបើយើងប្រើជាមួយនឹងមុខងារ smart recording វិញគឺវានឹងថតជាប់រហូតដូចគ្នាប៉ុន្តែបើសិនជាគ្មានសកម្មភាពឆ្លងកាត់គឺវា record ក្នុង low frame rate ដើម្បីរក្សា storage ឲ្យបានច្រើនបើយើងប្រើប្រាស់ជាមួយនឹងមុខងារ record event កាមេរ៉ានឹងធ្វើការ record នៅពេលដែលមានសកម្មភាពឆ្លងកាត់តែប៉ុណ្ណោះហើយយើងក៏អាចសេរី resolution សម្រាប់ឲ្យវា record បានដូចគ្នាឧទាហរណ៍បើសិនជាកាមេរ៉ារបស់យើងដំណើរការមិនប្រក្រតីយើងអាចចូលកន្លែងនេះមកដើម្បីធ្វើការ restart ប៉ុន្តែបើយើងចង់ធ្វើការ reset វិញយើងចុច delete មករួច tick កន្លែងប្រអប់នេះនិងចុច delete device រួចធ្វើការចុចប៊ូតុង reset ទៅលើកាមេរ៉ាយើងចុចរហូតដល់ទៅឮសំឡេងបន្ទាប់មករងចាំវាដំណើរការឡើងវិញនិងវាលោតភ្លើងពណ៌បៃតងចាំយើងធ្វើការ scan វាម្ដងទៀត